ស្រុកទេទៅស្រុកនៅវត្តស្វត្តនៅស្រុកអូវត្តនៅស្រុកស្រុកទេទៅស្រុកនៅវត្តស្វត្តនៅស្រុកអូវត្តនៅស្រុកហាមិនចឹងហាជួបជាមួយខ្ញុំបាទពេលសម្បត្តិនៅថ្ងៃទី20កញ្ញានៅថ្ងៃស្អែកល្ងាចម៉ោង5កន្លះល្ងាចតទៅសាឡវិញជួបជាមួយខ្ញុំបាទពេលសម្បត្តិនៅថ្ងៃសៅរ៍ទី21កញ្ញាជួបជាមួយខ្ញុំបាទពេលសម្បត្តិនៅថ្ងៃទី20កញ្ញាថ្ងៃសៅរ៍តែគេវាយតែគេខូចស្ដែងបាត់បាទមកហើយជុំឲ្យបានប្រហែលវត្តហើយប្រហែលនេះប្រហែលនេះមកវត្តហើយស្អែកប្រកួតស្អែកនេះស្អែកចប់ហើយទៅស្រុកឬក៏នៅហាត់ទៀតស្អែកប្រហែលជាប្រកួតដែលប្រកួតចាប់ទៅស្អែកឆ្លៀតទៅវត្តបានមកវត្តអូអញ្ចឹងបានទៅស្រុកទេទៅស្រុកនៅវត្តស្វត្តនៅស្រុកអូវត្តនៅស្រុកអញថាមែនថាអត់យូរទេទឹមឃើញប្រហែលថ្ងៃមុនអញ្ចឹងហើយសម្រាប់ការប៉ះដៃគូស្អែកនេះដែលបាននៅការប្រកួតគាត់ហើយបើសម្រាប់ប្រវត្តិការប្រកួតគាត់យើងអត់ដឹងមកនឹងថាគាត់កីឡាប្រភេទកីឡាល្អអីហើយគាត់មិនអត់ដឹងព្រោះអីអត់មានឃើញអត់ទាន់បានឃើញវីដេអូប្រកួតនេះខ្លះទេអូចាំតែព្រាវអត់ទាន់ដឹងថាគេល្អឬមិនល្អណាចាំឃើញតែមុខហើយរូបរាងតែមុខដូចរៀងខ្ចីដែរខ្ចីនេះមុខសហើយសម្រាប់កពស់វិញឃើញថាកពស់មែនទេសម្រាប់ធ្លាប់ប្រកួតកន្លងមកដែលប៉ះកីឡាករដែលខ្ពស់អញ្ចឹងមានផលវិបាកអីខ្លះដែរពេលឡើងប្រកួតផ្ទាល់បើនិយាយរួមវាអត់មានផលវិបាកអីបងពោះក៏បានទៀបក៏បានសំខាន់កន្លែងណាក៏សាច់កន្លែងណាក៏លុយដូចចឹងសម្រាប់ការប្រកួតថ្ងៃស្អែកនេះសម្បត្តិមានពីផ្ញើពុកម៉ែបងប្អូនមកចូលរួមបានច្រើនទេព្រោះថាគឺរដូវបុណ្យជុំអញ្ចឹងពុកម៉ែបងប្អូនក៏ទំនេរពីការងារច្រើនអញ្ចឹងទំនេរពីតវត្តអីចឹងទៅក៏ទស្សនាការប្រកួតទាំងការ live និងមកផ្ទាល់ហ្នឹងដែរមានពីផ្ញើផ្ញើដល់ពួកគាត់ដែរសម្រាប់ខ្ញុំគឺមានតែអរគុណបងប្អូនដែលស្រឡាញ់គាំទ្រហើយសម្រាប់ការប្រកួតស្អែកនេះសូមបងប្អូនចូលរួមទស្សនាបានច្រើនក៏មុនរដូវបុណ្យភ្ជុំគឺស្អែកគឺយើងមិនថាខ្ញុំមិនថាបងប្អូនគឺចាប់ផ្ដើមបុកសម្រាប់ស្រុកដូចគ្នាហើយអញ្ចឹងឆ្លៀតពេលមើលបណ្ដាសិនហើយចាំទៅស្រុកចាំទៅទាំងអស់គ្នាអរគុណច្រើនអរគុណនេះដៃគូពេជ្រសម្បត្តិបងប្អូនអូពោះបាទស្អែកនេះឥឡូវមានពេជ្រសម្បត្តិ